ព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025នៅសាលប្រជុំនៃសាលាខេត្តបាត់ដំបងឯកឧត្តមសុកលូអភិបាលនៃគណៈភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងកែសម្រួលខ្លឹមសារស្ដីពីប្រវត្តិនៃរមណីយដ្ឋានភ្នំសំពៅដែលពាក់ព័ន្ធនឹងរឿងព្រេងនិទានខ្មែរដើម្បីពន្លឿនការកសាងកែសម្រួលខ្លឹមសារប្រវត្តិល្អាងនានានៅភ្នំសំពៅដែលមានទីតាំងស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់ដើម្បីត្រៀមរៀបចំចារឹកឡើងសម្រាប់ការដាក់បង្ហាញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានសិក្សាយល់ច្បាស់ពីប្រវត្តិតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅបានជាក់លាក់សម្ដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តឲ្យបានកាន់តែច្រើនចូលរួមក្នុងកិច្ចប្រជុំនេះដែរមានលោកប្រធានមន្ត្រីជំនាញអង្គភាពនិងអ្នកពាក់ព័ន្ធក្នុងខេត្តគូបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលខេត្តបាននឹងកំពុងខិតខំរៀបចំសណ្ដាប់ធ្នាប់និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាមដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធការកែលម្អសួនច្បារសាធារណៈការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈនិងតាមតំបន់រមណីយដ្ឋានទេសចរនានាដើម្បីប្រែក្លាយក្រុងស្រុកក្នុងខេត្តបាត់ដំបងជាខេត្តមួយកាន់តែមានការរីកចម្រើនមានទេសភាពស្រស់បំព្រងមានបរិស្ថានល្អនិងមានសក្តានុពលព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនិងស្នាក់នៅក្នុងនោះដែររមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែបមានទេសភាពស្រស់ស្អាតជាទីតាំងប្រវត្តិសាស្ត្រនិងសាសនានៅលើភ្នំសំពៅអាចទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលពីលើខ្នងភ្នំមិនតែប៉ុណ្ណោះភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏បានទស្សនាពីទិដ្ឋភាពនានាតាមល្អាងធម្មជាតិនៅភ្នំសំពៅដូចជា 1. ល្អាងប្រជៀវ 2. ល្អាងផ្កាស្លា 3. ល្អាងគក់ទ្រូង 4. ល្អាងខ្យល់ 5. ល្អាងតែងខ្លួន 6. ល្អាងល្ខោនមានល្អាងក្បាលខ្មោចដែលតាក់ទងទៅនឹងសម័យប៉ុលពត 7. ល្អាងពេជ្រ 8. ល្អាងខ្វែង 9. អណ្ដូងប្រេង 10. ល្អាងស្ថានីយ៍ឬល្អាងធំ 11. ល្អាងស្ដេចដំរីស 12. ល្អាងអាសពឬល្អាងផ្កាស្លាពិត 13. ល្អាងបាតជ្រោះរណ្ដាលក្តោងភ្នំសំពៅ 14. ល្អាងសុំចានឆ្នាំង 15. ល្អាងជ្រៃ 16. ធម្មរាជចេតិយនិងវត្តគិរីរម្យក្នុងកិច្ចប្រជុំនេះដែរក៏បានឯកភាពនិងសម្រេចទាំងស្រុងលើខ្លឹមសារប្រវត្តិល្អាងនានាដើម្បីត្រៀមរៀបចំចារឹកឡើងសម្រាប់តាំងបង្ហាញនៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅផ្ទាល់តែម្ដងក្នុងពេលឆាប់ខាងមុខនេះឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធនិងរដ្ឋបាលស្រុកឲ្យបន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ទាំងការលក់ដូរឲ្យមានរបៀបរៀបរយការរៀបចំតុបតែងស្ថាបនាកែលម្អបន្ថែមនិងទប់ស្កាត់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានផលប៉ះពាល់ដល់សោភ័ណភាពសុវត្ថិភាពសាធារណៈនិងរបៀបរៀបរយក្នុងរមណីយដ្ឋានភ្នំសំពៅសម្ដៅលើកកម្ពស់សោភ័ណភាពតំបន់ប្រវត្តិសាស្ត្រភ្នំសំពៅឲ្យកាន់តែស្រស់បំព្រងថែមទៀតដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនិងទស្សនាហើយមកទស្សនាទៀតក្នុងកិច្ចប្រជុំនេះដែររដ្ឋបាលខេត្តនឹងបន្តរៀបចំស្ថាបនាសួនសិល្បៈនៅត្រើយខាងលិចស្ទឹងសង្កែតាមដងផ្លូវលេខ1ដោយជំហានដំបូងឲ្យមានផ្លូវថ្មើរជើងផ្លូវជិះកង់ចំណតយានយន្តជាដើមហើយក្នុងសួនសិល្បៈនេះដែរនឹងមានគម្រោងរៀបចំដាក់តាំងរូបសំណាកសិល្បករសិល្បករនីកវីនិពន្ធល្បីល្បាញលោកគង់ប៊ុនធឿនអ្នកចម្រៀងលោកសិនស៊ីសាមុតរស់សេរីសុធាប៉ែនរ៉ននិងហ៊ុយមាសជាដើមដែលមានដើមកំណើតក្នុងខេត្តបាត់ដំបងដើម្បីរំលឹកនៅស្នាដៃរបស់សិល្បករសិល្បករនីកវីនិពន្ធដែលបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយបានយល់បានដឹងជួយបន្តរក្សាអភិរក្សនិងដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរឯកឧត្តមអភិបាលខេត្តបានណែនាំនិងជំរុញដល់អាជ្ញាធរក្រុងឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណសាណាត់និងនៅតាមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបងឲ្យមានប្រសិទ្ធផលក្នុងនោះដែរអាជ្ញាធរក្រុងស្រុកត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាដីចំណីផ្លូវក្នុងក្រុងស្រុកក្នុងទីប្រជុំជនចាប់ពីផ្លូវជាតិលេខ5ថ្មីស្រុកសង្កែដល់រង្វង់មូលព្រាបសរក្រុងបាត់ដំបងនិងពីរង្វង់មូលរំសាយសក់ដល់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅដើម្បីសម្រួលដល់ការធ្វើដំណើរលើដងផ្លូវនិងដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមទីប្រជុំជនផងដែរក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តនិងក្រុមការងារជំនាញក៏បានពិភាក្សាលើការត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍សួនសាធារណៈរៀបចំផ្លូវដើរនិងទីធ្លាសម្រាប់ពលរដ្ឋលំហែកាយហាត់ប្រាណផង